បាទសួស្តីកូនៗឥឡូវយើងបន្តចំណោទយើងបន្តទៀតគឺចំណោទទី5ទំព័រ83បាទមេរៀនប្រភេទរបស់យើងដដែលតោះកុំឲ្យខាតពេកយើងមកអានប្រធានចំណោទរបស់យើងបាទប្រធានចំណោទនេះយើងវែងបាទគេថាសាលារៀនបឋមសិក្សាមួយមាន6បន្ទប់ដែលមានចំនួនសិស្សរៀងគ្នាបាទ45នាក់41នាក់40នាក់44នាក់40នាក់និង40នាក់អញ្ចឹង6ថ្នាក់ហ្នឹងគេមានថ្នាក់រៀងគ្នាគេប្រាប់មកណាបាទអូខេហើយសិស្សចំនួន2/5នៃសិស្សសរុបបាទ2/5នៃសិស្សសរុបចូលចិត្តកីឡាបាល់ទាត់និងសិស្សចំនួន1/5នៃសិស្សសរុបគាត់ចូលចិត្តបាល់ទះអូខេឥឡូវយើងមកមើលសំណួរគេមើលគេថាតើសិស្សចូលចិត្តកីឡាបាល់ទាត់ប៉ុន្មានអ្នកតើសិស្សចូលចិត្តបាល់ទះមានចំនួនប៉ុន្មានអ្នកអូខេអញ្ចឹងគេចង់ដឹងថាសិស្សដែលចូលចិត្តបាល់ទាត់មានប៉ុន្មានអ្នកសិស្សចូលចិត្តបាល់ទះមានប៉ុន្មានអ្នកហើយសំណួរមួយទៀតគេថាតើសិស្សដែលមិនចូលចិត្តកីឡាទាំងពីរប្រភេទហ្នឹងមានចំនួនប៉ុន្មានអ្នកអូខេអញ្ចឹងកន្លែងនេះគេអត់មានប្រាប់ចំនួនសិស្សសរុបទេតែគេប្រាប់បន្ទប់នីមួយ6បន្ទប់ខ្លះ45 41 40គត់និង44រៀងគ្នាចំនួន6បន្ទប់អញ្ចឹងដើម្បីរកសិស្សនីមួយបានដល់តែយើងមានសិស្សសរុបព្រោះគេប្រាប់ថា2/5នៃសិស្សសរុបអញ្ចឹងយើងរកសិស្សសរុបសិនមកបានយើងកណនាបានអញ្ចឹងយើងរកចំនួនសិស្សសរុបបាទរកចំនួនបាទសិស្សសរុបបាទរកចំនួនសិស្សសរុបចេញបានយើងកណនាបានเนาะអញ្ចឹងយើងបូកសិស្សទាំង6ថ្នាក់នឹងបញ្ចូលគ្នាមក45បូកជាមួយនឹង41បូកជាមួយនឹង40គត់បូកជាមួយនឹងមកទៀតបាទ44បាទបូកជាមួយនឹង40គត់បាទ40គត់ហើយបូកជាមួយនឹង40គត់បាទអូខេเนาะអញ្ចឹង6เนาะ1 2 3 4 5 6បាទអូខេអញ្ចឹងយើងបូកមកបាទអញ្ចឹងការបូកដែលត្រឹមត្រូវយើងបូកអញ្ចេះអត់ងាយច្រឡំណាអូខេ41យើងបូកមក6 8បូកជាមួយនឹង40គត់បាទ6 12เนาะអូខេអញ្ចឹងបូកជាមួយ44ទៀតបាទអូខេ10កន្លែងនេះ3 4 7เนาะ1អញ្ចឹងកន្លែងបន្តទៀត44ហើយ40គត់មួយទៀតអូខេអញ្ចឹង40គត់មួយទៀតយើងស្មើប៉ុន្មាន0កន្លែងនេះ1កន្លែងនេះ2អញ្ចឹងបូកជាមួយ40គត់មួយទៀតអញ្ចឹងយើងបានប៉ុន្មាន0 5 2អញ្ចឹងយើងបាន250នាក់អូខេ250នាក់អូខេណាអញ្ចឹងបន្ទាប់មកទៀតយើងរកបានសិស្សសរុបហើយអញ្ចឹងយើងរកឲ្យគេរកចំនួនបាទចំនួនសិស្សដែលចូលចិត្តកីឡាបាល់ទាត់អញ្ចឹងយើងរកមករកចំនួនសិស្សចូលចិត្តបាល់ទាត់ណាទាត់អញ្ចឹងអ្នកចូលចិត្តបាល់ទាត់មានប្រភេទហើយគឺ2/5អញ្ចឹងយើងយក2/5នេះនៃប្រមាណនៃ250អញ្ចឹងគុណនឹង250អញ្ចឹងយើងស្មើប៉ុន្មានយើងយក250នេះបាទឃើញទេយើងគុណជាមួយនឹង2មកភាគយកបាទ0កន្លែង2 0ដង0 2 5ដង10សេរី0ត្រា1 2 2ដង4 4បូក1 5អញ្ចឹងយើងបាន500យើងយក500ហ្នឹងចែកជាមួយនឹង5នេះអូខេយើងកាត់យកមកខ្ទង់
chẳng dương ao mùi bà bàn pram dương đọ máu so số tầm lẹ số nói số tầm lẹ số áo số dương 30 rồi nó chẳng dương 30 rồi nè ok chỗ đâu mà tó vô rô chùm luôn sắc đài chỗ chất bán tè và rô chấm nuốn sơ và nuốn sơ chỗ chất bán tè bà té chấn dương bà té cứ môi phía pram chấn dương vô môi phía pram nắng bà môi phía pram cuốn cho muối nâng pi rồi hà phụ sơ sơ dương pi rồi hà chấn dương ban pi rồi há cuốn nâng muối bà dương sma nâng sốn pram pi là đá chấn dương vô pi rồi hà nắng chai cho muối nắng pram của thì bài pram nhưng cả điều pi tốn ai mà ở pram nó pram đó một phẩy pram chứng như đỏ máu sốn thật lẽ sốn áo sồn chứng sơ đại cho chất bà té miên hà sắp nè ok nè chứng nghi nó ok chứng dương đó sầm nô môi tiết kỳ tha tán sơ đai mình cho chất kỳ la tiền pi nắng miên phần mà nè chứng dương on miên bậc hệ sơ tại mình cho chất ấy nó chứng miên là dưới thử miên tập hiện gọi này chứng dương đỏ máu và chứng dương rồi chứ rốt 3 ចំនួនសិស្សរកចំនួន3ចំនួនសិស្សដែលមិនចូលចិត្តកីឡាទាំងពីរអូខេដែលមិនចូលចិត្តកីឡាទាំងពីរเนาะទាំងពីរអញ្ចឹងគាត់ចូលចិត្តកីឡាទាំងពីរប្រភេទទេទាំងពីរប្រភេទនេះទាំងពីរប្រភេទនេះអូខេណាអញ្ចឹងសិស្សដែលមិនចូលចិត្តកីឡាទាំងពីរប្រភេទនេះគឺមានម៉ានភាគអញ្ចឹងយើងមានតែយកសិស្សសរុបមាន5/5 ដកជាមួយនឹង2/5 នេះមកដកជាមួយនឹង1/5 អញ្ចឹងយើងបិទពងកញ្ចក់កន្លែងនេះហើយចាំយើងគុណជាមួយនឹងសិស្សសរុបគឺ250យើងឃើញហើយអញ្ចឹងលោកគ្រូដកមកបាទកន្លែងនេះដកមកសល់ភាគបែងដូចគ្នាយើងដកតែភាគយកមក5ដក2សល់3 3ដក1សល់2អញ្ចឹងស្មើនឹងម៉ានស្មើនឹង2/5អញ្ចឹងយើងយក2/5ហ្នឹងគុណជាមួយ250អញ្ចឹងស្មើនឹង250នេះបាទគុណនឹង2ណោះអូខេគុណនឹង2គូគុណភាសាទៀតមក0កន្លែងនេះ10 51បាន5អញ្ចឹងស្មើនឹង500ដដែលបាទចែកជាមួយនឹង5ដដែលយើងកាត់យកមកខ្ទង់មកឲ្យ1បាន5យើងដកមកសល់0ទម្លាក់0ឲ្យ0បាទទម្លាក់0មួយទៀតឲ្យ0អញ្ចឹងសិស្សដែលមិនចូលចិត្តកីឡាទាំងពីរស្មើនឹង100នាក់អូខេអញ្ចឹងយើងផ្ទៀងផ្ទាត់មកអត់ខុសទេសិស្សសរុប200នាក់អញ្ចឹងនេះ100បូកនឹង100បូកនឹង50ស្មើ250តែម្ដងអញ្ចឹងចម្លើយនេះពិតជាត្រឹមត្រូវអញ្ចឹងលោកគ្រូអរគុណច្រើនហើយសម្រាប់ការពេញចិត្តនឹងវីដេអូផ្សេងទៀតកូនគាត់ Subscribe មកយើងនឹងបានវីដេអូថ្មីច្រើនបាទអរគុណច្រើន